ថ្ងៃនេះខ្ញុំមាននៅអត្ថបទឬមេរៀនមួយទៀតដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍគំនិតក្នុងការប្រឈមមុខជាមួយនឹងកិច្ចការងារដែលយើងត្រូវជួបប្រទះហើយត្រូវធ្វើដំណោះស្រាយផងដែរតាក់ទងជាមួយនឹងការព្យាករណ៍ប្រស្នាដែលកើតឡើងចំពោះមុខណាអ្នកប្រាជ្ញដ៏កំពូលទ្រង់ជាបិតាវិបុត្តៈព្រះអង្គទ្រង់ត្រាស់សម្ដែងហើយនឹងទៅជាមេរៀនដ៏ល្អល្អះមែនទែនសម្រាប់យើងទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ចឹងការព្យាករណ៍ឬការឆ្លើយនៅប្រស្នាដែលកើតឡើងបែងចែកទៅជា4ប្រភេទណាទី1គឺប្រស្នាដែលកើតឡើងហើយត្រូវឆ្លើយភ្លាមបាទដោយមិនចាំបាច់ពិស្ដារទេណានឹងគឺប្រស្នាបែបនេះមាននៅក្នុងលោកហ្នឹងតែយើងត្រូវតែជួបហ្នឹងហើយត្រូវឆ្លៀសក្នុងការដឹកនិងត្រូវការឆ្លៀសក្នុងការឆ្លើយណាទី2គឺប្រស្នាដែលកាត់ឡើងហើយត្រូវឆ្លើយដោយវែកញែកវិភាគអត្ថាធិប្បាយស្រាយបំភ្លឺឲ្យបានពិស្ដារហ្នឹងគឺក៏តែងមាននៅក្នុងលោកនេះដែរប្រស្នាទី3ប្រស្នានោះកើតឡើងហើយត្រូវសួរត្រឡប់ទៅវិញសួរត្រឡប់ទៅវិញហើយទើបឆ្លើយហ្នឹងឆ្លើយបញ្ជាក់សេចក្តីនេះក៏តែមាននៅក្នុងលោកនេះដែរហើយទី4គឺប្រស្នាដែលកើតឡើងហើយត្រូវបង្អាក់ទុកឬខ្ទាំងខ្ទប់សេចក្តីទុកសិនរងចាំមើលឱកាសដ៏សំគួរទៅឆ្លើយនៅប្រស្នាឬបញ្ហានោះបំបត្តិនៅសេចក្តីងឿងឆ្ងល់ណានេះគឺជារបៀបនៃការដោះស្រាយប្រស្នាដែលកើតឡើងចំពោះមុខដែលយើងត្រូវតែសិក្សាស្វែងយល់ហើយប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីចម្រើនគ្រប់យ៉ាងដែលបងប្អូនកូនក្មួយត្រូវធ្វើការស្វែងយល់ឲ្យបានល្អបាទសូមអរព្រគុណនិងសូមអរគុណ